នាការបានឈប់15នាទីដើម្បីឲ្យបាត់ហត់បន្តិចមកអ្នកភ្នែកក៏នាំគ្នាចាប់ដើរតាមផ្លូវជើងបណ្ដោយក្នុងភ្នំដែលជាតួរាបស្មើផ្លូវកាត់ក្រោមម្លប់ឈើធំដែលបានចម្រុះស្លឹកទុំមកកម្រាលយ៉ាងក្រាស់1 ម៉ោងកន្លះក្រោយមកក៏បានទៅដល់ស្ពានឈើអន្លើបមួយដែលផ្លោះកន្លងស្ទឹងដ៏មានទឹកថ្លាហូរត្របាញ់មួយសន្ទុះមកទៀតអ្នកដំណើរក៏បានចូលទៅក្នុងវត្តដែលមានទីលានទូលាយស្រឡះបោះស្អាតថេងមានមេកុដិប្រក់ក្បឿងមួយហើយកូនគត់2 3ប្រក់ស្បូវជ្រូកក្រោមម្លប់ខ្នុរព្រះវិហារតូចមួយដែលសង់ពុំទាន់រួចហើយមានសាលាប្រក់ស្បូវមួយវងសម្រាប់ជាទីសំណាក់នៃអ្នកដំណើរអារាមនេះជាទីបរមសុខក្រៃលែងចិត្តអ្នកទីក្រុងដែលអភ័ព្វអួរដោយសេចក្តីលោភលន់ចង់បានហើយដែលភ័យព្រួយដោយសម្លេងក្រហមដាក់គ្នាខាងទ្វីបអឺរ៉ុបកាន់តែខ្លាំងឡើងលុះមកដល់ទីនេះកាលណាក៏លីបាត់សូនក្នុងពេលដែលចាស់ជាងចូលទៅថ្វាយបង្គំហើយយកអីវ៉ាន់ខ្លះប្រគេនចំពោះលោកគ្រូចៅអធិការហើយពួកម៉ាក់ឯទៀតកំពុងប្រញ៉ាយរើផ្លែគូលែនផ្អែមដែលលោកគូរបង្គាប់ឲ្យអ្នកភូមិម្នាក់ឡើងកាច់មេឃទម្លាក់មកឲ្យនាងចិនមនីនិងទីឃាវុត្តបាននាំគ្នាទៅទួលម្ខាងព្រះវិហារដោយមានបំណងចង់ថតរូបឲ្យជាប់ទេសភាពផងព្រោះនៅទីនោះមានដុំធំសឹករេចរលឡើងមូលត្រងោលដូចផ្សិតយៈដុះកណ្ដាលព្រៃមានដុំធំមួយខ្ពស់ហើយធំជាងគេឯទៀតស្ទួយបង្ដើតនៅសំណងមួយវែងប្រក់សង្កសីសេចក្តីចង់ដឹងបាននាំយុវជនទាំងពីរនាក់ប្រតោងឡើងជណ្ដើរឈើញក់ខ្ចីបចូលទៅក្នុងរោងនេះដែលជាជំរកសម្រាប់ព្រះពុទ្ធរូបមួយព្រះអង្គធ្លាក់ភ្ជាប់នឹងដុំថ្មទូព្រះអង្គផ្ដុំសណ្ដូកមានបណ្ដោយរវាង15 ម៉ែត្រធ្វើបើមានគ្រឿងសក្ការៈបូជាស្មោះស្មៅហើយមានខ្លះជារបស់ចិនយួនដែលជាវត្ថុនាំឲ្យតាក់ចិត្តក្រៃលែងតែនារីនិងចៅមានគួចញាប់ញ័រក្នុងហឫទ័យហើយកោតសរសើរចំពោះសទ្ធានិងសេចក្តីប៉ិនប្រសប់នៃបុព្វបុរសដោយនាងបានបបួលទីឃាវុត្តក៏ចុះមកបេះផ្កាចំប៉ីដែលមានដាំដុះចិត្តទីនោះលុះបានដោះស្បែកជើងទុកនៅខាងក្រៅសាលាស្រេចហើយយុវជនទាំងពីរក៏ចូលយកផ្កាទៅបូជាក្នុងថ្ងៃមួយនៅប្រព្រះបល្ល័ង្កទើបនាំគ្នាលុតជង្គង់សូត្រនំស្ការយុវតីតាមទំនៀមថៃហើយនីកំឡោះតាមសំឡេងខ្មែរយុវជនទាំងពីរសូត្រថ្វាយបង្គំដោយជឿស្មោះហើយដោយមានទឹកមុខយ៉ាងជ្រះថ្លាផងលុះចប់ធម៌ថ្វាយបង្គំហើយនាងច័ន្ទមនីបែរមុខញឹមមករកទីឃាវុត្តហើយបន្ថែមសេចក្តីជាសម្រាយថាសូមគុណព្រះបារមីជួយជ្រោមជ្រែងយើងខ្ញុំព្រះករុណាទាំងពីរនាក់ដែលមានចំណងស្នេហាវិតរួចយ៉ាងមាំមួនសូមឲ្យបានផុតពីសេចក្តីលំបាកហើយពៀនពីឧបសគ្គនានាទាំងពួងសូមឈ្នះគ្រោះកាចនិងសេចក្តីវង្វេងទាំងអស់ដែលសពថ្ងៃកំពុងคล้ายទៅជាមកបាំងមុខជនទាំងពិភពលោកបណ្ដាលឲ្យកើតប្រទុះរាយចាក់ពីព្រះពុទ្ធោវាទទីឃាវុត្តដែលស្ដាប់សម្ដីដ៏សែនពីរោះនេះដោយពេញចិត្តក្រៃលែងក៏លើកហត្ថប្រណម្យឲ្យហើយបន្តសេចក្តីថានាងច័ន្ទមនីជាគូព្រេងរបស់ខ្ញុំព្រះករុណាពិតប្រាកដធ្វើបើយើងបែកទៅកើតក្នុងអាណាខេត្តទីតីខុសគ្នាបុណ្យទានដែលយើងបានសាងរួមគ្នាពីជាតិមុនបាននាំឲ្យមកជួបវិញហើយគូចកើតនៅរស្យដីប្រតិពត្តិភ្លាមក្នុងគ្រាដែលយើងខ្ញុំព្រះករុណាបានជួបគៀនតាំងពីគ្រាដំបូងហេតុនេះសូមព្រះអង្គជួយទ្រទ្រង់តម្រង់នៅចិត្តយើងខ្ញុំព្រះករុណាទាំងពីរនាក់កុំឲ្យមានថ្នាក់ថ្នល់ត្រង់ណាឡើយដើម្បីស្គាល់តែសុភមង្គលជារៀងរហូតបន្ទាប់មកចាស់ទុំនិងពួកម៉ាក់ទាំងឡាយក៏បានដើរចូលមកដល់កន្លែងនោះដែលគូសង្សារទាំងពីរក៏នាំគ្នាចុះមកជួបជុំក្រោមសេចក្តីណែនាំលោកសុករិនអ្នកដំណើរទាំងអស់បានទៅថ្វាយបង្គំស្នាមព្រះបាទដែលឆ្លាក់ក្នុងផ្ទៃថ្មហួសទៅមើលអាស្រមព្រះសង្ឃចង្គមភាវនានៅអណ្ដូងព្រេងទៅថ្វាយបង្គំព្រះពុទ្ធរូបនៅឆ័ត្រសីទើបត្រឡប់មកកាន់វត្តវិញតាមផ្លូវជើងតូចលួនតាមចន្លោះដើមគូលែនដែលកំពុងឆ្លុះផ្លែទុំចូលលោកសុកវីនបាននាំគៀនចុះទៅរកកន្លែងទឹកធ្លាក់ដីទេចុះសន្សើមសួរទឹកហូរកាន់តែខ្លាំងហើយคล้ายទៅជាក្រហមរញ្ជួយទាំងផ្សុធាកាបើបានចេញពីលើវត្តចុងក្រោយបង្អស់ទស្សនីយភាពក៏តដាងពេញទំហឹងនៅចំពោះភ្នែកបរិបូរណ៍ដោយកម្លាំងដោយសម្រែកសន្ធប់គួរឲ្យស្ញប់ស្ញែងហាក់បីដូចជាហ្វូងរឹកច្រឡោតដាក់ដោយខឹងពេញបន្ទប់ខ្សែ
វិលតូចត្របាញ់លោតផ្លោះដុំថ្មស្ទុះដាំក្បាលចុះក្រោមរោទសន្ធប់ហើយទម្លាក់ខ្លួនយ៉ាងលឿនពីលើថ្នាក់កម្ពស់ប្រមាណ2 ម៉ែត្រខ្លាឆ្វេងបែកពុះស្គលលើផ្ទាំងសាលារាបស្មើដូចភ្នល់បានចំនួន20 ម៉ែត្រក៏កញ្ជ្រោររ៉ែប្រមៀបោះពួយធ្លាក់ទៅក្នុងជ្រុះមួយតូចចង្អៀតចម្រៅចោតត្រង់សន្លឹមសម្លឹងទៅក្រោមស្មើវិលមុខទីក្រាលថ្មរៀបស្មើនេះជាកន្លែងងូតយ៉ាងប្រណីតដោយគប់ចិត្តពេកយុវជនទាំងក្រមុំទាំងកំលោះស្រែកគំនប់ហើយផ្លាស់ខោខ្លីអាវខ្លីសម្រាប់ងូតទឹករត់ចូលខ្ញៀវខ្ញាសប្បាយភ្លេចឃ្លានភ្លេចនឿយហត់អស់រលីងអ្នកខ្លះហ៊ុនក្នុងរងដុំទឹកដែលធ្លាក់ពីលើហើយប្រកាសអួតថាវារីចេះគក់ចេះច្របាច់ស្រួលណាស់វើយខ្លះទៀតបណ្ដែតខ្លួនឲ្យរសាត់ស្ត្រឹមក្នុងផែនត្រជាក់រំអិលតាមផ្ទាំងកំរាលពួកចាស់ងូតអង្គុយស្ងប់ស្ងៀមគយគន់លបែងកំសាន្តនៃក្មេងដោយពេញចិត្តហើយដោយនឹកស្ដាយខ្លះផងក៏មិនដឹង